lơ đây miền mốc lơ mốc miền mỹ ok su sa đây nè tao nói tí ní cứ tia tao mốc ấy ní cứ chỉ trung để tao mốc quạt tại nhật đạn nơi hai ta chơi sắc bạc quạt để trong mà gì quạt được quạt chạp bàn đó nè ní cứ chia tia tao mốc đại sạch nơi sọc ẩn lung về nơi hạt ở đò miền tây hay đội nhung màn dây hàng đám thuộc miền cái lượt từ đây tao mốc mò tha lượt lượt đây miền mốc lượt mốc miền mỹ cái lấy ní trong bạch chẹt tha nơi lượt đấy cứ miền đặc quạt tế đại chia nẹt kháng hay ở miền biển kháng gì quạt tế hay nẹt đại ai cướp đòn đập quạt bán cứ miền tây mỹ tế cứ quạt ở miền đại kháng gì quạt tế hay ní cứ chụp tia tivi rồi bỏ tầm mốc đại mưa từ từ so ấy thôm thôm mấy tên nó này ai mưa chơi đi bán từ nhung áo ở chùm thế toàn là khi pi nẹt mưa từ bản ai áo chùm hay từ xa đấy từ lưới ca sang sang bao quạtอายุcao nâng thaประมาณឆ្នាំហើយទេផ្ទះនេះហើយមើលទៅអាចថានៅរក្សាទ្រង់ទ្រាយដើមស្ទើរតែ90%ទៅ95%ទៅហើយអត់ទាន់មានកន្លែងណាមួយខូចខាតទេហើយនៅតាមជញ្ជាំងគឺគាត់លក្ខណៈរចនាមានប្រាសាទអីផ្សេងទៅតាមចំណង់ចំណូលចិត្តរបស់គាត់អីមិនដឹងថាគំនូរនេះអាចថាគូតាំងពីសម័យតមកនៅឬក៏ទើបតែមានការគូកំឡុងពេលដែលសម័យក្រោយទេហើយក្នុងនេះមានប្រាសាទព្រះវិហារដែលគាត់គូនៅលើជញ្ជាំងនឹងមើលទៅគឺអាចថាគំនូរពីដើមវាមិនសូវជា 3D ហ្មងប៉ុន្តែមើលទៅវាតាក់ភ្នែកម្យ៉ាងដែរហើយក៏មានការតាំងនៅលក្ខណៈថាថ្នាក់ដឹកនាំសម័យខ្មែរក្រហមជាច្រើនដែរនៅផ្ទះតមុកអីកន្លែងនេះគឺប្រគុណរបស់គាត់អញ្ចឹងខ្ញុំទៅជ្រុលទៅរុកមើលអស់មើលតែកន្លែងហ្នឹងមានអីខ្លះក៏រុកអីទៅបើកប្រគុណនឹងមើលទៀតថាតើវានៅប្រើការកើតអត់តែរសារសម័យដែលតមុកនៅមានប្រគុណសេរីទំនើបប្រើតែអ្នកទាំងនេះហើយមើលទៅគឺញើថាផ្ទះរបស់គាត់គឺភាគច្រើនគឺប្រើប្លង់សេផ្ទះទាំង3 4ផ្ទះគឺរចនាបថមកគឺស្តៀងគ្នាទេអត់សូវជាខុសគ្នាប្រហែលទេមានប្លង់សេមកស្លឹកហើយមានក្តារមានអីហើយបើនិយាយថាផ្ទះតមុកមិនដែរខ្ញុំនឹងលំអិតនៅកតុយបន្តិចទៀតអញ្ចឹងគឺកន្លែងនេះគឺផែនទីប្រទេសកម្ពុជាហើយផែនទីពេលនោះគឺអាចថាអត់ទាន់គ្រប់ខេត្តអត់ទាន់អីទេនៅមួយចំនួនធំហើយកោះត្រល់ពេលនោះក៏តមុកអត់គូនៅជារបស់ខ្មែរដែរណាអូខេអញ្ចឹងយើងលំអិតទៅផ្ទះតមុកថាផ្ទះតមុកមានអីអស្ចារ្យតាមពិតផ្ទះតមុកបើមើលទៅវាដូចជាអត់មានអីខុសពីផ្ទះដែលគេនៅធម្មតាទេគ្រាន់ថាអ្វីដែលខ្ញុំសរសើរទៅអស្ចារ្យហ្នឹងគឺគំនិតរបស់តមុកមូលហេតុឯបានខ្ញុំសរសើរថាគំនិតរបស់តមុកអស្ចារ្យគឺរាល់តសរបស់គាត់ដូចរូបភាពវីដេអូដែលខ្ញុំបង្ហាញមុនហ្នឹងអញ្ចឹងគឺធំមែនតើហើយបើសិនជាគ្រាប់កាភ្លើងបាញ់គឺបាញ់អត់ធ្លុះទេទៅលើតសមួយហ្នឹងគឺធំមែនតើអញ្ចឹងបើមានការអីពួននៅតសហ្នឹងក៏គេបាញ់អត់ត្រូវដែរហើយកន្លែងនេះគឺផ្ទះចុងផ្ទះទី3នេះគឺមានការតាំងរូបភាពមេដឹកនាំខ្មែរក្រហមជាច្រើនដែលមានឈ្មោះមានអីនៅក្នុងហ្នឹងហើយខ្ញុំក៏អត់សូវជាលំអិតអីប្រហែលដែរដោយសារពួកគាត់ទៅអស់ហើយនៅសល់តែរូបថតទេទៅយើងលំអិតក៏បានតែត្រឹមលំអិតអត់ដឹងបានអីមកវិញទេណាហើយកន្លែងនេះគឺចូលដល់ផ្ទះទី4ណាដូចនិយាយពីខាងដើមផ្ទះតមុកគឺការសាងសង់មកគឺលក្ខណៈថាដូចគ្នាហើយគំនិតរបស់គាត់អ្វីខ្ញុំសរសើរគឺគំនិតរបស់គាត់ក្នុងការប្រុងប្រយ័ត្នមែនទែនក្រុមផ្ទះរបស់គាត់មួយសិតតែមានកន្លែងដែរកិច្ចគ្របទាំងអស់បើសិនជាអ្នកណាចង់បាញ់គាត់អីគឺមិនងាយនឹងចូលទេផ្លូវចូលគឺមានតែពីមុខមួយទេសងខាងគឺគាត់ជីកជាបឹងជីកជាអីអញ្ចឹងទម្រាំដើរឆ្លងដល់ហ្នឹងគឺគាត់អាចដឹងខ្លួនគាត់រត់គេចឬគាត់ត្រៀមខ្លួនក្នុងការប្រយុទ្ធតបតអញ្ចឹងអ្វីដែលខ្ញុំសរសើរគឺសរសើរទៅលើគំនិតនៃការប្រុងប្រយ័ត្នរបស់គាត់មែនទេមានថារាល់ការសាងសង់របស់គាត់គឺគាត់ការពារខ្លួនតែម្ដងក្រោមផ្ទះនីមួយបើនិយាយពីអញ្ចាំងវិញកំភ្លើងមុំគឺបាញ់ដឹងថាអត់ធ្លុះទេដោយសារវាក្រាស់ហើយលក្ខណៈថាអាចប្រើឥត20ទៀតមើលទៅគឺមិនងាយនឹងទម្លុះចូលទេហើយកន្លែងនេះគឺនៅក្រោមផ្ទះទី4ហ្នឹងគឺងឹតឈឹងតែម្ដងហើយកន្លែងហ្នឹងគឺមានកន្លែងចោះរុនពីលើមកណាបើមានការអីគាត់គ្រាន់តែទម្លាក់ខ្លួនមកគឺដល់កន្លែងហ្នឹងតែម្ដងហើយនេះគឺងឹតឈឹងដោយសារអត់មានភ្លើងអត់មានអីទេគឺខ្ញុំចូលទៅថតចង់ដឹងថានៅក្នុងហ្នឹងមានអីខ្លះប៉ុន្តែអ្វីដែលយើងចូលទៅគឺវាអត់មានអីទេឃើញតែកន្លែងនេះគាត់ចោះពីមុនប្រុងលក្ខណៈដូចខ្ញុំនិយាយខាងដើមគឺមានបញ្ហាគឺគាត់ចោះមកតែម្ដងអូខេអញ្ចឹងវីដេអូផ្ទះតមុកគឺមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការតាមដានទស្សនារបស់អ្នកទាំងអស់គ្នាអរគុណសម្រាប់ការគាំទ្រមកលើ page របស់ Putel និង page តោះទៅខេត្ត